ลูฟี่បានឈរអបដៃនិយាយទៅកាន់ខៃដូយ៉ាងលយថាគាត់មិនទាន់ស្លាប់បានទេតារាមណាគាត់មិនទាន់ខ្លាយទៅជាស្ដេចចោលសមុទ្របន្ទាប់មកខៃដូបានទៅស្លុតសួរម៉ូម៉ូថាអាគាត់ឯងជានរណាហេតុអីបានជាប្រែកាឡាទៅជានាគដែរដំបូងឡើយម៉ូម៉ូមានអារម្មណ៍ថាភ័យដែរប៉ុន្តែក្រោយមកគាត់បានប្រមូលភាពក្លាហានហើយនិយាយយ៉ាងជឿជាក់ថាឈ្មោះរបស់គាត់គឺ Kosuke Momonosuke អនាគតគឺជា Shogun ប្រចាំ Wano កាត់ទៅមើល Cat Viper បន្តិចខណៈពេលនេះគាត់បាន Viper Sparrow ឡើងទ្រាំខ្លួនហើយចង្រៃអីពពកបានទៅបាំងប្រចាំធ្វើគាត់ត្រូវបដូរទម្រង់ពីស៊ូឡងមកធម្មតាវិញហើយគ្រាន់តែបានរួចពីកណ្ដាប់ដៃរបស់ Cat Viper ភ្លាម Sparrow ក៏វាយបកមកកាន់គាត់វិញផ្លែតពេលឃើញចឹងក្រុមរបស់ Carrot ក៏ចង់ចូលទៅជួយ Cat Viper ដែរប៉ុន្តែបើសិនជាគ្មានទម្រង់ស៊ូឡងគ្មាននរណាអាចទប់ទល់ជាមួយនឹង Sparrow បានទេចំណែក Dog Storm ដែលកំពុងតែប្រយុទ្ធជាមួយនឹង Jack ក៏ដូចគ្នាបើអត់មានទម្រង់ស៊ូឡងទេគាត់មិនអាចវាយឈ្នះ Jack បានឡើយត្រឡប់ទៅមើល Kaido វិញគាត់បាននិយាយថាមេឃមួយមិនអាចមាននាគពីរបានទេដល់ពេលអញ្ចឹងគាត់ក៏ត្រៀមព្រោះភ្លើងដើម្បីសម្លាប់ Momo ចោលឃើញចឹង Luffy ក៏ប្រាប់ឲ្យ Momo បញ្ញាបាញ់ភ្លើងបកទៅវិញប៉ុន្តែ Momo បានបដិសេធព្រោះគាត់អត់ទាន់ចេះសំណាងដែរដែលគាត់ចេះក្បាច់ម៉ែចៃឲ្យគេជួយភ្លើងរបស់ Kaido បានរហូតបន្ទាប់មក Momo រៀងញាក់ចង់ដកថយទៅវិញប៉ុន្តែ Luffy ត្រូវការឲ្យគាត់ទៅខាំ Kaido និយាយរួច Luffy ក៏ប្រើគីទី3លោទៅខោក Kaido មកកញ្ញោឡើងកប់ដីមូលហេតុដែល Luffy អាចវាយ Kaido បានស្រួលអញ្ចឹងគឺដោយសារតែក្នុងទម្រង់ជានាគ Kaido គេអត់បានលឿនទេនៅពេលដែល Kaido កំពុងតែសង្អល់ Momo បានប្រមូលសេចក្តីក្លាហានចូលទៅខាំគាត់តាម Luffy ប្រាប់បណ្ដាលឲ្យ Kaido មានការឈឺចាប់ខ្លាំងគួរសមបន្ទាប់មក Luffy បានលោតទៅវាយ Kaido ម្ដាយទៀតឲ្យដេកបណ្ដោះអាសន្នសិនគាត់សុំពេលនិយាយបដៅ Momo ថែមបន្តិចទៀតសិនពេលហ្នឹង Luffy សួរ Momo ថាឥឡូវ Momo ហ៊ានខាំដល់ Emperor ហើយតែនៅលើលោកនេះមានអីដែល Momo ត្រូវខ្លាចទៀតសម្ដីរបស់ Luffy បានធ្វើឲ្យ Momo ភ្ញាក់រលឹកហើយមានភាពក្លាហានជាងមុនឈប់ខ្លាច Kaidoបន្តមកទៀត Kaido បានបដូររូបរាងមកជាមនុស្សកាត់នាគវិញដើម្បីត្រៀមប្រយុទ្ធជាមួយ Luffy ចំណែក Luffy ក៏បានត្រៀមកណ្ដាប់ដៃ Conqueror Haki ចូលទៅផងដែរការប៉ះទង្គិចគ្នារវាងពួកគាត់ទាំងពីរនៅពេលនោះសាហាវខ្លាំងគ្រាន់តែកម្លាំងចំហាយភីចេញទៅក៏អាចរុញពពកដែលនៅលើមេឃឲ្យរសាត់ចេញទៅឆ្ងាយបានដែរព្រឹត្តិការណ៍នេះបានដំណើរផលដល់ Dog Storm និង Cat Viper ដែលកំពុងតែត្រូវការប្រចាំដើម្បីអាចប្រែកាយខ្លាយទៅជាស៊ូឡងបានបន្ទាប់ពីបានប្រែកាយខ្លាយទៅជាស៊ូឡងហើយអត់ចាំយូរទេ Cat Viper បានសម្រុកចូលទៅចាត់ការ Sparrow បានសម្រេចចំណែកឯ Dog Storm ក៏អាចចាត់ការ Jack បានសម្រេចដូចគ្នាជាលទ្ធផលទាំង Jack ទាំង Sparrow បានដេកស្អាតត្រឡប់ទៅមើល Momo Luffy បានឲ្យការងារគាត់មួយគឺធ្វើយ៉ាងណារារាំងកុំឲ្យកោះ Onigashima ធ្វើដំណើរទៅដល់ទីក្រុង Flower Capital ចំណែក Yamato ដឹងថា Momo អត់ទាន់ចេះប្រើសមត្ថភាពជាសត្វនេះរបស់គាត់បានស្ទាត់ជំនាញទេក៏តាមទៅជួយណែនាំគាត់នៅពេលនោះពួកគេចាប់អារម្មណ៍ឃើញថាមានថ្មជាច្រើនបានធ្លាក់ចេញពីកោះ Onigashima ចុះទៅខាងក្រោមពេលឃើញចឹង Yamato សន្និដ្ឋានថា Kaido ចាប់ផ្ដើមអស់កម្លាំងហើយប្រហែលជាមិនអាចទប់កោះ Onigashima ឲ្យដែលនៅលើអាកាសបានយូរទៀតទេប៉ុន្តែវាមិនមែនជារឿងល្អទេបើសិនជាកោះ Onigashima ដែលទៅដល់លើទីក្រុង Flower Capital ដែលមានមនុស្សរស់នៅកកកុញនោះច្បាស់ជាមានមនុស្សដែលត្រូវថ្មធ្លាក់សង្កត់ស្លាប់ច្រើនណាស់រឿងថ្មធ្លាក់សង្កត់ហ្នឹងមិនជុំទេងុំកោះ Onigashima ទាំងមូលគឺជាឃ្លាំងផ្ទុកអាវុធគ្រាប់បែកហើយនិងគ្រឿងផ្ទុះបើសិនជាកោះនេះធ្លាក់ទៅលើទឹកដី Wano វិញដូចគឺធ្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅអញ្ចឹងខណៈពេលនេះប្រជាជននៅទីក្រុង Flower Capital កំពុងតែធ្វើបនអាគីរំច្រៀងយ៉ាងសប្បាយកកអត់មានដឹងរឿងអីទេហើយកោះ Onigashima ហោះមកកាន់តាគីហើយពេលដឹងចឹងMomoក៏ហត់ទៅជួលកោះ Onigashima ចង់រុញវាថយក្រោយវិញប៉ុន្តែ Yamato ប្រាប់ថាធ្វើអញ្ចឹងអត់ប្រយោជន៍ទេបើចង់ឲ្យកោះនឹងដែលទៅវិញតើតើ Momo បង្កើតពពកដែលមានកម្លាំងខ្លាំងជាងពពករបស់ Kaido យកទៅត្រកោះនោះទៅបានពេលលឺអញ្ចឹងMomo បកកាយចាច់កុំថាឡើយបង្កើតពពកទៅត្រកោះគាត់ចង់បង្កើតពពកទៅត្រខ្លួនឯងហើយមិនចង់រួចផងទោះជាMomoក៏បកកាយយ៉ាងណាក៏ពួកគេគ្មានជម្រើសអីល្អជាងនឹងឡើយហើយនៅពេលនោះMomoក៏ព្យាយាមបង្កើតពពកដែរតែធ្វើអត់ទាន់បានហើយស្ថានភាពថ្មធ្លាក់ចេញពីកោះនៅពេលនេះកាន់តែច្រើនទៅហើយលឿនខ្លាំងណាស់គួរព្រួយបារម្ភមែនទែននៅពេលនោះYamatoបានសុំបាយពី Momo ដើម្បីទៅដោះស្រាយបញ្ហាគ្រាប់ផ្ទុះនៅក្នុងឃ្លាំងការពារបើសិនជាកោះ Onigashima ត្រូវធ្លាក់ចុះទៅខាងក្រោមមែនកុំឲ្យវាផ្ទុះដោយគ្រាប់បែកនុយក្លេអ៊ែរចំណែកMomoត្រូវនៅម្នាក់ឯងព្យាយាមបង្កើតពពកដើម្បីជួយត្រកោះ Onigashima ឲ្យបានមុនចាក់ចេញទៅYamatoបាននិយាយថាក្នុងនាមនាងជា Oden នាងមានជំនឿចិន 100% ថា Momo អាចធ្វើបានឥឡូវនេះសូមផ្លាស់ប្ដូរបរិយាកាសទៅមើលការប្រយុទ្ធរវាងសានជីហើយនិង Queen បន្តិច Queen អួតសានជីថាគាត់ល្អជាងសានជីគ្រប់យ៉ាងទាំងល្បឿនកម្លាំងហើយនិងបច្ចេកវិទ្យាថាហើយគាត់ក៏ស្ទុះវឹបទៅវាយសានជីឲ្យត្រូវចំពេញដំហឹងពេលត្រូវប៉ុណ្ណឹងសានជីបានគិតស្មានថាគាត់ប្រហែលជាបាក់ឆ្អឹងច្រើនកន្លែងណាស់ប៉ុន្តែដល់ពេលប៉និតមែនតើអត់អីផងងាកទៅមើលសូរ៉ូដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹង King នៅក្បែរនោះផងដែរពួកគាត់គិតប្រយុទ្ធគ្នាមិនសូវជាម៉ត់កប្រហែលទេ